ងងឹតដ៏ជ្រៅនៃព្រៃបុរាណសំឡេងខ្យល់ព្រៃបក់ដកសោះភ្នំដែកដ៏វែងធំបានលេចឡើងនៅពេលព្រឹកព្រលឹមដ៏ស្ងប់ស្ងាត់ជនជាតិគួយដ៏រឹងមាំដើរកាត់ព្រៃដើម្បីស្វែងរករ៉ែដែកដ៏មានតម្លៃដៃដ៏រឹងមាំកាត់ថ្មរ៉ែដែកចេញពីជើងភ្នំដ៏ធំទិដ្ឋភាពបុរាណនៃជនជាតិគួយបង្ហាញពីជីវិតបុរាណដ៏សាមញ្ញប៉ុន្តែពោរពេញដោយកម្លាំងនិងភាពស័ក្តិសិទ្ធិថ្មរ៉ែត្រូវបានស្ពាយដល់កាត់តាមព្រៃដ៏ជ្រៅជនជាតិគួយដ៏រឹងមាំប្រមូលធ្យូងឈើដើម្បីរៀបចំសម្រាប់ការស្លដែកពិធីអធិដ្ឋានដ៏ផ្ទឹះពីបេះដូងត្រូវបានធ្វើឡើងមុនចាប់ផ្ដើមការស្លដែកឡសំឡុងធំដ៏អស្ចារ្យត្រូវបានសាងសង់ពីដីឥដ្ឋទិដ្ឋភាពទូទៅនៃភ្នំដែកនៅពេលថ្ងៃបង្ហាញពីធម្មជាតិដ៏ស្រស់ស្អាតនិងអាចកំបាំងដ៏យូរលង់នេះគឺជាកំណើតនៃភ្នំដែកនិងជនជាតិគួយដែលនឹងនាំមកនៅភ្លើងនៃវីរបុរសនៅក្នុងសម័យបុរាណក្នុងពេលដែលពិធីអធិដ្ឋានត្រូវបានបញ្ចប់ថ្មរ៉ែដែកនិងធ្យូងឈើត្រូវបានដាក់ជាស្រទាប់ក្នុងឡសន្លង់ឃុំដ៏អស្ចារ្យជើងដ៏រឹងមាំបូមខ្វែងដើម្បីបញ្ចេញខ្យល់ខ្លាំងក្លាភ្លើងក្នុងឡកើនឡើងខ្លាំងដ៏អស្ចារ្យរលាយគ្រប់អវយវ័យផ្សែងខ្មៅក្រាបពឹងអាកាសដ៏ខ្មៅងងឹតបិទបាំងមេឃដែករាវរលាយពណ៌ក្រហមភ្លឺហូរចេញពីឡដ៏ក្តៅខ្លាំងទឹកស្លាក់ដ៏ក្តៅហូរចេញដាច់ពីដែករាវដូចជាឈាមនៃភ្នំដែកដែកក្តៅដ៏ធំត្រូវបានយកចេញពីឡដ៏ខ្លាំងក្លាញញួរវាយដែកដំបងផ្ទុះឡើងដោយកម្លាំងនៃជាងដែកការវាយសម្អាតដែកឲ្យស្អាតបង្ហាញពីភាពឧត្តមភាពនៃដែកគួយពន្លឺភ្លើងចាក់ទៅលើមុខជាងដែកដ៏រឹងមាំឆ្លុះបញ្ចាំងពីកម្លាំងនិងភាពស័ក្តិសិទ្ធិនៃជនជាតិគួយនេះគឺជាការស្លដែកដ៏អស្ចារ្យដែលនឹងក្លាយជាភ្លើងនៃវីរបុរសខ្មែរក្រោយពីដែកត្រូវបានសម្អាតញញួរដ៏ខ្លាំងក្លាបានវាយរាងផ្លែដាវដំបងឡើងជាងដែកដ៏រឹងមាំរលាក់ផ្លែដាវឲ្យមុតស្រួយដូចកំបិតនៃវិសវៈដាវក្តៅពណ៌ក្រហមភ្លឺត្រូវបានដាក់ក្នុងភ្លើងដ៏ខ្លាំងក្លារួចច្រលុះទឹកត្រជាក់ដ៏ស្កប់ស្ងាត់ដើម្បីធ្វើឲ្យដាវរឹងមាំនិងមុតខ្នងដាវត្រូវបានកាត់ឲ្យក្រាស់និងរឹងមាំដោយឆ្អឹងនៃវីរបុរសរលាក់ផ្លែដាវឲ្យមុតស្រួចជាលើកចុងក្រោយដាវពេញលេញត្រូវបានលើកឡើងមើលដោយជាងដែកដ៏មានកិត្តិយសពន្លឺព្រះអាទិត្យចាំងនឹងលើផ្លែដាវដ៏ស្រស់ស្អាតឆ្លុះបញ្ចាំងពីភាពឧត្តមនៃដែកគួយស្រោមដាវត្រូវបានធ្វើពីឈើនិងស្បែកសត្វដោយដៃជាងដែកដ៏ប៉ិនប្រសប់និងដាវគួយត្រូវបានដាក់នៅលើអាសនៈមង្គលដ៏ឱឡារិកនេះគឺជាការធ្វើដាវដ៏អស្ចារ្យដែលនឹងក្លាយជាអាវុធនៃវីរបុរសខ្មែរនិងជាមរតកដ៏ថ្លៃថ្នូរក្រោយពីដាវគួយត្រូវបានបញ្ចប់និងដាក់លើអាសនៈមង្គលដ៏ឱឡារិកវាបានក្លាយជាអាវុធដ៏ខ្លាំងក្លារបស់ទ័ពខ្មែរទ័ពខ្មែរដ៏រឹងមាំកាន់ដាវឈរជួរមុខនៃសមរភូមិក្នុងសមរភូមិដ៏ខ្លាំងក្លានៃសម័យអង្គរដាវកាត់ខ្យងដោយកម្លាំងនិងភាពមុតស្រួចដ៏គួរឲ្យភ័យខ្លាចទ័ពស្ត្រីរំលងដួលបរាជ័យដោយអានុភាពនៃដាវមេទ័ពខ្មែរដ៏ក្លាហានកាន់ដាវឈរខ្ពស់លើខ្នងដំរីសង្គ្រាមដ៏អស្ចារ្យភ្លើងឆេះនៃសមរភូមិនៅផ្ទៃខាងក្រោយបង្ហាញពីភាពខូក្រនៃសង្គ្រាមដាវគួយមិនត្រឹមតែជាអាវុធសម្រាប់សង្គ្រាមប៉ុណ្ណោះទេ
ប៉ុន្តែក៏ត្រូវបានប្រើប្រាស់ក្នុងការកសាងប្រាសាទដ៏អស្ចារ្យនៃសម័យអង្គរអាវុធផ្សេងៗធ្វើពីដែកគួយបង្ហាញពីជំនាញដ៏ខ្ពង់ខ្ពស់របស់ជនជាតិគួយទ័ពខ្មែរការពារទឹកដីដោយជីវិតនិងកម្លាំងទាំងអស់រហូតដល់មេទ័ពដ៏ក្លាហានស្លាប់ដោយកាន់ដាវយ៉ាងមុតមមនេះគឺជាភាពវីរៈនិងឈាមនៃវីរបុរសខ្មែរដែលដាវបានក្លាយជាសាក្សីដ៏ថ្លៃថ្នូរក្រោយពីដាវបានបង្ហាញពីភាពវីរៈនៃសង្គ្រាមពន្លឺដ៏ភ្លឺចាំងបានឆ្លុះលើផ្លែដាវដ៏ស្រស់ស្អាតនិងមុតស្រួយដោយពន្លឺនៃវិសវៈដៃគួយមិនត្រឹមតែជាអាវុធសង្គ្រាមប៉ុណ្ណោះទេប៉ុន្តែក៏ជាឧបករណ៍ដ៏សំខាន់ក្នុងជីវភាពប្រចាំថ្ងៃកាប់ឈើនិងកសិកម្មដ៏សាមញ្ញប៉ុន្តែពោរពេញដោយផលប្រយោជន៍ក្នុងពិធីមង្គលនិងពិធីបុរាណផ្សេងទៀតដាវបានក្លាយជាវត្ថុមង្គលដ៏ឱឡារិកនិងជាសញ្ញានៃភាពសុខរដុមរមនារូបសន្ដាក់ដាវធំនៅឈរជាសាក្សីនៃកេរ្តិ៍មរតកដ៏ថ្លៃថ្នូរជនជាតិគួយដ៏រឹងមាំបន្តរក្សាប្រពៃណីដ៏មានតម្លៃនេះជារៀងរហូតមនុស្សពេញវ័យជនជាតិគួយកំពុងរៀនជំនាញដ៏បុរាណពីមាត់អ្នកចាស់ទុំដោយភាពស្ងប់ស្ងាត់និងក្តីរំភើបកេរ្តិ៍មរតកនេះមិនដែលងងឹតដាវគួយកាត់ខ្យល់នៅលើមេឃក្រហមដ៏ភ្លឺចាំងដោយវីរបុរសកាត់សត្រូវរូបភាពដាវឈរនៅកណ្ដាលនៃទិដ្ឋភាពដ៏ធំធេងជាសញ្ញានៃភាពអមតៈដាវគួយជាមរតកដ៏ថ្លៃថ្នូរដែលនៅតែភ្លឺចាំងតរៀងទៅរហូតដល់ភាពងងឹតដ៏ជ្រៅបានព័ទ្ធជុំវិញបន្សល់ទុកតែស្រមោលនៃដាវដ៏អស្ចារ្យនេះជារៀងរហូតនេះគឺជាចុងបញ្ចប់នៃរឿងរ៉ាវនៃដាវគួយភ្លើងពីភ្នំដែកនិងឈាមនៃវីរបុរសខ្មែរដែលនឹងមិនដែលងងឹតឡើយ